ប្តីណាបានចេះយល់ចិត្តប្រពន្ធពុកម៉ែបងប្អូនដោយសារតាម៉ារយៈហ្នឹងការងារតសក់គឺច្រើនមែនតើតាមឲ្យជ្រក់តសក់ហ្នឹងពុកម៉ែបងប្អូនមកយប់ទុះភ្លឺក៏ជ្រក់មិនហើយដែរពយគាត់ដឹងខ្ញុំហត់ម៉ារយៈហ្នឹងដល់ពេលអញ្ចឹងគាត់ខ្ជិលឲ្យប្រពន្ធធ្វើបាយគាត់ថាមកទៅហូបបាយនឹងក្រៅទៅស្រួលខ្ញុំនេះលឺតពយបបួលអញ្ចឹងអត់ចាំយូរទេពុកម៉ែបងប្អូនព្រោះខ្ជិលដែរដោយសារតាការងារច្រើនពេកដឹងធ្វើមួយណាទុកមួយណាឲ្យតែតពយបបួលទៅហើយទៅប្រុចហ្មងឲ្យមានចាំយូរទេតពយដែរពុកម៉ែបងប្អូនមួយរយៈហ្នឹងដោយសារតែរវល់តសក់ពេកអត់មានបានរៀបបាយទឹកឲ្យប្តីទៀងពេលទេដោយសារតែតសក់ផ្លែច្រើនពេកខ្ញុំត្រូវនៅជ្រក់តសក់មួយគាត់អញ្ចឹងណាពុកម៉ែបងប្អូនហើយតសក់កាត់មួយថ្ងៃត្រូវតែជ្រក់មួយថ្ងៃបើកាត់ហើយយើងទុកអត់ជ្រក់តសក់យើងវាដូរពណ៌វាទន់ណាពុកម៉ែបងប្អូនវាស្វិតណាតែពេលអញ្ចឹងឲ្យតែពេលជ្រក់តសក់ខ្ញុំតពយតែងតែទៅហូបបាយនឹងហាងទៅហូបបាយនឹងហាងមិនមែនសម្បូរលុយសบายចិត្តហូបទេពុកម៉ែបងប្អូនដោយសារតែការងារយើងរវល់ខ្លាំងយើងឆ្លៀតពេលធ្វើបាយទឹកហូបជាមួយនឹងតាប៉យអត់បានអញ្ចឹងណាពុកម៉ែបងប្អូនណាមួយវិញទៀតពុកម៉ែបងប្អូនទៅសក់វាមិនមែនទៅសបោរាល់ថ្ងៃទេវាបុកមកតាមម៉ាសាតែពេលហើយម៉ាសាហ្នឹងវារៀងស្បើយតតាសាក្រោយហ្នឹងបានវាសបោទៀតអញ្ចឹងណាវាមិនមែនតែផ្លែធំរហូតនោះទេតែពេលទៅសក់អត់សូវសបោអញ្ចឹងទៅខ្ញុំធ្វើម្ហូបបន្ទាប់បន្សំឲ្យតាប៉យអញ្ចឹងទៅខ្ញុំដើរផឹកកាហ្វេដែរទៅលិចកាតជើងបងបើថារវល់ហ្នឹងគឺដើរតាណាមិនកើតទេពុកម៉ែបងប្អូន